សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងនាំអារម្មណ៍បងប្អូនទៅស្ដាប់រឿងនិទានបុរាណដ៏មានអត្ថន័យមួយកាលពីព្រេងនាយមានបឹងដ៏ធំទូលាយនិងស្រស់ត្រកាលមួយដែលពោរពេញទៅដោយទឹកថ្លាឆ្វេងនិងធម្មជាតិដ៏ស្រស់បំព្រងនៅក្នុងបឹងអន្លង់ដ៏សុខសាន្តនោះមានសត្វអណ្ដើកមួយក្បាលរស់នៅយ៉ាងមានក្តីសុខអណ្ដើកនេះមានជីវិតដ៏សាមញ្ញវាតែងតែចំណាយពេលហែលទឹកលេងនិងដេកហាលថ្ងៃនៅលើផ្ទាំងថ្មយ៉ាងរំភើយជារៀងរាល់ថ្ងៃអណ្ដើកនេះមិនឯកោនោះទេវាមានមិត្តសម្លាញ់ដ៏ល្អបំផុតពីររូបគឺជាសត្វខ្ងានដ៏ស្រស់សង្ហានិងមានប្រាជ្ញាឆ្លៀសវៃពួកវាទាំងបីតែងតែជួបជុំគ្នាចែករំលែករឿងរ៉ាវផ្សេងនិងមានក្តីស្រឡាញ់ចំពោះគ្នាដូចបងប្អូនបង្កើតទោះបីជាមានរូបរាងខុសគ្នាដាច់ស្រឡះយ៉ាងណាក្តីក៏មិត្តភាពរបស់ពួកវារឹងមាំណាស់ពួកវាតែងតែហែលទឹកប្រដេញគ្នានិងលេងកម្សាន្តយ៉ាងសប្បាយរីករាយជារៀងរាល់ថ្ងៃដោយមិនដែលឆ្លោះប្រកែកគ្នាឡើយប៉ុន្តែសេចក្តីសុខមិនអាចនៅស្ថិតស្ថេរជារៀងរហូតនោះទេពេលវេលាកន្លងផុតទៅរដូវប្រាំងដ៏ក្តៅហែងបានឈានចូលមកដល់ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញកម្ដៅយ៉ាងខ្លាំងក្លាខុសប្លែកពីឆ្នាំមុនកម្ដៅថ្ងៃបានឆាបឆេះរាល់ថ្ងៃធ្វើឲ្យទឹកបឹងដែលធ្លាប់តែថ្លាឆ្វេងចាប់ផ្ដើមរីងស្ងួតបន្តិចម្ដងរុក្ខជាតិជុំវិញបឹងបានក្រៀមស្វិតរហូតទីបំផុតបឹងទាំងមូលសល់ត្រឹមតែភក់ច្រាំបន្តិចបន្តួចប៉ុណ្ណោះដោយសារតែគ្មានទឹកអណ្ដើកបានធ្លាក់ខ្លួនក្នុងភាពលំបាកយ៉ាងខ្លាំងវាត្រដាបត្រដួសក្នុងភក់ដ៏ក្រាស់គ្មានទាំងទឹកផឹកគ្មានទាំងចំណីវាដឹងច្បាស់ថាប្រសិនបើនៅទីនេះបន្តទៀតវាប្រកាសជាត្រូវស្លាប់មិនខានចំណែកឯសត្វខ្ងានទាំងពីរវិញក៏មានក្តីព្រួយបារម្ភយ៉ាងខ្លាំងដែរពួកវាបានសង្កេតឃើញថាបឹងនេះជិតស្ងួតទឹកអស់ជាស្ថាពរហើយទើបពួកវាសម្រេចចិត្តថានឹងត្រូវតែហោះហើរទៅស្វែងរកជម្រកថ្មីគញៀនទាំងពីរមិនដាច់ចិត្តបោះបង់មិត្តសម្លាញ់ឡើយពួកវាក៏បានដើរទៅរកអណ្ដើកព្រមទាំងនិយាយប្រាប់ថាសម្លាញ់អើយបឹងនេះជិតស្ងួតទឹកអស់ហើយយើងមិនអាចនៅទីនេះបានទៀតទេគញៀនបន្តទៀតថាដូច្នេះយើងគួរតែនាំគ្នាផ្លាស់ប្ដូរទីលំនៅទៅកាន់បឹងមួយផ្សេងទៀតដែលនៅឆ្ងាយពីទីនេះបឹងនោះមានទំហំធំទូលាយនិងមានទឹកថ្លាឆ្វេងច្រើនជាងនេះទៅទៀតអណ្ដើកឮដូច្នេះក៏មានអារម្មណ៍សប្បាយចិត្តជាខ្លាំងប៉ុន្តែក្តីត្រេកអរក៏ត្រូវរលាយបាត់ទៅវិញភ្លាមពេលអណ្ដើកនឹកឃើញថាខ្លួនមិនអាចហោះបានវាសួរទៅខ្ញានទាំងពីរទាំងងឿងឆ្ងល់ថាគំនិតនេះល្អណាស់ប៉ុន្តែតើពួកឯងមានវិធីអីអាចនាំខ្ញុំហោះទៅជាមួយបានទៅគញៀនទាំងពីរក៏បានពន្យល់ពីផែនការដ៏ឆ្លៀសវៃរបស់ខ្លួនថាមិនពិបាកទេយើងនឹងរកឈើមួយកំណាត់ដ៏រឹងមាំមកឲ្យឯងខំចំកណ្ដាលឲ្យជាប់ចំណែកយើងទាំងពីរនឹងខំចុងឈើម្នាក់ម្ខាងបន្ទាប់មកយើងនឹងហោះពួមឯងឡើងទៅលើអាកាសនាំទៅកាន់បឹងថ្មីនោះអណ្ដើកស្ដាប់ហើយស្ញប់ស្ញែងនឹងប្រាជ្ញារបស់មិត្តខ្លួនយ៉ាងខ្លាំងប៉ុន្តែភ្លាមនោះខ្ងានក៏បានដាក់លក្ខខណ្ឌដ៏តឹងរឹងបំផុតមួយខ្ងៀនបានព្រមានយ៉ាងម៉ឺងម៉ាត់ថាផែនការនេះមានគ្រោះថ្នាក់ណាស់ប៉ុន្តែឯងត្រូវចាំទុកថាពេលកំពុងហោះហើរឯងមិនត្រូវហាមាត់និយាយស្ដីអីទាំងអស់ទោះបីជាមាននរណានិយាយអ្វីឬសើចចំអកឯងក៏ដោយបើឯងហាមាត់ឯងនឹងស្លាប់អណ្ដើកដឹងខ្លួនថាជាសត្វឆេវឆាវមែនប៉ុន្តែដើម្បីរស់រានមានជីវិតវាបានងក់ក្បាលយល់ព្រមយ៉ាងប្រញាប់
វាសន្យាយ៉ាងមុតមមថានឹងបិទមាត់ឲ្យជិតឈឹងមិនខ្ចីខ្វល់ពីអ្នកណាទាំងអស់ធ្វើយ៉ាងណាឲ្យតែបានទៅដល់បឹងថ្មីបន្ទាប់ពីព្រមព្រៀងគ្នារួចរាល់គនានទាំងពីរក៏បានយកឈើមួយកំណាត់មកឲ្យអណ្ដើកខំចំកណ្ដាលយ៉ាងជាប់រួចពួកវាម្នាក់ក៏ខំចុងឈើម្នាក់ម្ខាងយ៉ាងរឹងមាំហើយចាប់ផ្ដើមលាតស្លាបដ៏ធំរបស់ពួកវាដើម្បីត្រៀមហោះហើរដោយប្រើកម្លាំងយ៉ាងខ្លាំងគនានទាំងពីរក៏បានហោះវឹងឡើងទៅលើអាកាសដោយពួមអណ្ដើកទៅជាមួយយ៉ាងជោគជ័យពួកវាបានហោះចាក់ចេញពីបឹងដ៏គោកក្រៀមក្រោះនោះសំដៅទៅរកជីវិតថ្មីដែលសង្ឃឹមទុកអណ្ដើកដែលមិនធ្លាប់ហោះហើរពីមុនមកមានអារម្មណ៍រំភើបនិងអស្ចារ្យយ៉ាងខ្លាំងពេលបានឃើញទេសភាពព្រៃព្រឹក្សាពីលើអាកាសវាមានមោទនភាពចំពោះខ្លួនឯងដែលបានហោះខ្ពស់ជាងសត្វឯទៀតនៅលើដីប៉ុន្តែដំណើរនេះមិនរលូនរហូតនោះទេខណៈពេលដែលគនានទាំងពីរកំពុងពួមអណ្ដើកហោះកាត់តាមតំបន់មួយស្រាប់តែមានសំឡេងអ៊ូអែពីខាងក្រោមបានធ្វើឲ្យអណ្ដើកចាប់អារម្មណ៍សំឡេងសើចចំអកយ៉ាងខ្លាំងបានបន្លឺឡើងថាមើលណែគួរឲ្យអស់សំណើចណាស់អណ្ដើកហោះគ្រាន់តែឮសំឡេងស្រែកចំអកនេះភ្លាមអណ្ដើកដែលជាសត្វមានចរិតឆេវឆាវស្រាប់ផងនោះក៏កើតក្តីខឹងសម្បាយ៉ាងខ្លាំងរហូតដល់ភ្លេចការសន្យាទាំងស្រុងវាគិតក្នុងចិត្តថាពួកអបកាច់រឿងរបស់អញសោះពួកឯងលូកមាត់ធ្វើអីដោយទប់កំហឹងមិនបានអណ្ដើកក៏ហាមាត់បំរុងនឹងជេរតបតទៅវិញប៉ុន្តែគ្រាន់តែហើបមាត់ភ្លាមឈើដែលវាខំក៏របូតចេញពីមាត់ភ្លាមអណ្ដើកបានធ្លាក់ចុះពីលើអាកាសយ៉ាងលឿនសំដៅទៅដីដោយក្តីភ័យរន្ធត់បំផុតទីបំផុតអណ្ដើកក៏បានធ្លាក់មកដល់ដីស្លាប់ភ្លាមយ៉ាងអាណោចអាធមបន្សល់ទុកត្រឹមតែសេចក្តីសោកស្ដាយឲ្យគនានទាំងពីរបងប្អូនអើយរឿងនេះបង្រៀនយើងថាភាពឆេវឆាវនិងការមិនចេះទប់មាត់រមែងនាំមកនូវក្តីវិនាសដល់ខ្លួនឯងជាមិនខានសូមអរគុណសម្រាប់ការតាមដាន